បងប្អូនណាពុកម៉ែបងប្អូនឃ្លាំងសម្រាប់ជួលឃ្លាំងសម្រាប់ជួលបងប្អូនណាផ្ទះនិងឃ្លាំងនេះខ្ញុំសបផ្សាយលក់តែរយៈពេល26ថ្ងៃតែប៉ុណ្ណោះក៏បានសម្រេចបានស្វែងរកឃើញម្ចាស់ថ្មីបានជួបម្ចាស់ថ្មីឥឡូវនេះគាត់សម្រេចដាក់ឃ្លាំងនេះជួលវិញជួលនៅក្នុងលក្ខខណ្ឌពិសេសបងប្អូនជួលឃ្លាំងថែម4បន្ទប់ជួលឃ្លាំងមាន4បន្ទប់ស្រាប់គឺលក្ខណៈពិសេសបងប្អូនសម្រាប់ឃ្លាំងនេះមានទំហំទទឹង10ម៉ែត្រជម្រៅរហូតទៅដល់30ម៉ែត្រគឺទីតាំងនេះពុកម៉ែបងប្អូនអាចដំណើរការអាជីវកម្មបានភ្លាមដំណើរការអាជីវកម្មបានភ្លាមអាចស្តុកទំនិញក៏បានឆ្នៃបើកដំណើរការអាជីវកម្មតាមតម្រូវការបងប្អូនឃើញទេគឺទំហំធំទូលាយតែម្ដងអាចឆ្នៃជាຂະຫນាតរោងចក្រកាត់ដេរຂະຫນាតតូចក៏ត្រូវស្តុកទំនិញក៏បានសំណង់នៅខាងក្រោមក៏គុណភាពចេញចូលឡានធំបានបងនៅខាងក្រោយមានសល់ដីមានបន្ទប់ទឹកមួយបន្ថែមទៀតបងនៅប្លុកនេះបើត្រូវការសាងសង់ឃ្លាំងប្រភេទនេះនៅកបោលនេះចំណាយក៏6-7ម៉ឺនដែរដើម្បីបានឃ្លាំងមួយនេះតែឥឡូវនេះពុកម៉ែបងប្អូនដែលកំពុងតែស្វែងរកទីតាំងសម្រាប់ស្តុកទំនិញដំណើរការអាជីវកម្មនៅខាងកបោលនេះគឺដំណើរការបានភ្លាមជួលនៅក្នុងតម្លៃពិសេសមានការថែមជូន4បន្ទប់នៅខាងលើទៀតបងប្អូនណាសម្រាប់4បន្ទប់នៅខាងលើដែលថែមជូនហ្នឹងគឺបន្ទប់ធំទូលាយតែម្ដងដោយពុកម៉ែបងប្អូនឃើញជាក់ស្ដែងបន្ទប់មួយគឺមានបន្ទប់ទឹកមួយនៅក្នុងនឹងរួចជាស្រាប់គឺងាយស្រួលតែម្ដងងាយស្រួលសម្រាប់ពុកម៉ែបងប្អូនដែលមានកម្មករឬក៏បុគ្គលិកសម្រាប់ការរស់នៅមិនពិបាកចំណាយលើពួកគាត់តែបើតម្រូវការតែមួយបន្ទប់ឬ2បន្ទប់អាចដាក់ជួលបានបន្ថែមទៀតមួយបន្ទប់បានចន្លោះពី$40ទៅ$50បងប្អូនមើលតំបន់ហ្នឹងនោះរោងចក្រផ្ទះប្រជាជនកកអនតែនៅខាងមុខនោះគឺផ្សារយ៉ាក់ជីងចុះពីផ្សារយ៉ាក់ជីង1000ម៉ែត្រជាងនៅប្លុកសាពីផ្លូវជាតិលេខ4តែ2000ម៉ែត្រ2គីឡូគឺមកដល់ពីពូជតុងមក8គីឡូអញ្ចឹងពុកម៉ែបងប្អូនដែលតម្រូវការឃ្លាំងសម្រាប់ជួលមានថែមជូនបន្ទប់ក្នុងលក្ខខណ្ឌពិសេសតម្លៃពិសេសអាចរុះរាន់បន្តិចជាពិសេសមានពុកម៉ែបងប្អូនដែលសាកសួរក្រោយពេលលក់ចេញមាន4ទៅ5នាក់ដែលតម្រូវការឃ្លាំងគាត់សោកស្ដាយដែលយឺតបន្តិចអញ្ចឹងពុកម៉ែបងប្អូនដែលតម្រូវការឃ្លាំងអាចជួលក៏បានជួលបន្តពីគាត់ក៏បានជាមួយនឹងតម្លៃពិសេសលក្ខខណ្ឌល្អ